សួស្តីអ្នកនរគ្នាថ្ងៃនេះពូញ៉ាញ់មកទៀតហើយជាមួយនឹងវីដេអូ vlog ថ្មីបាទថ្ងៃនេះទំនេរពីការងារពេលល្ងាចបងក៏នាំទៅចាប់ត្រីនៅវាលស្រែឥឡូវនេះកំពុងតែធ្វើដំណើរចេញពីក្រុងសិរីសភ័ណ្ឌទៅហើយទីតាំងយើងនៅកន្លែងបូមត្រីគឺនៅស្រុកស្វាយជែកឥឡូវនេះយើងកំពុងតែចេញដំណើរទៅហើយមុននឹងចេញដំណើរទៅដល់យើងក៏ទិញឈប់ទិញសណ្តែកដីហើយនឹងពុកខ្លាចឃ្លានតាមផ្លូវបន្ទាប់ពីយើងទិញសណ្តែកដីហើយនឹងពុតឥឡូវយើងក៏ចេញដំណើរបន្តទៀតបន្ទាប់មកយើងក៏ចូលចាក់សាំងមួយសិនឥឡូវដល់កន្លែងក្រាស់សាំងដើម្បីយើងចាក់សាំងបន្ទាប់ពីចាក់សាំងយើងក៏បានទិញកណ្ដោពី3ចង្កាក់ដើម្បីយកទៅតាមខ្លួនខ្លាចទៅដល់ត្រីអត់តាន់អាំងឆ្អិនទៅយើងមានតែយើងទិញសាគូទៅហើយបន្ទាប់មកយើងក៏ចាញ់ដំណើរបន្តទៅទៀតជិះចុះឡើងផ្លូវជាតិឃើញខ្ញុំពេនថតដោយសារនេះដោយសារគឺខ្មុលនៅពីមុខទៅទៀតដល់កន្លែងខ្មុលជាមួយខ្ញុំដាក់បរិកន្លែងខ្មុលហើយឃើញខ្មុលអត់បងប្អូនខ្មុលនៅពីមុខនិយាយលេងហ្នឹងបងប្អូនបន្ទាប់មកយើងក៏ចូលដល់ដីស្រុកស្វាយជែកឥឡូវគេមានរៀបសង្ក្រាន្តរៀបអីស្អាតដែរតែអត់ដឹងថាគេចាប់តាមពីថ្ងៃណាទៅដល់ថ្ងៃណាទេតែគណៈបើកាត់មកទៅធំទលាយនៅកន្លែងគេរៀបចំឆាកគេរៀបចំឥឡូវយើងក៏ដល់ផ្លូវវត្តចូលទៅកន្លែងយើងបូមត្រីដែរនេះជាផ្លូវយើងបាត់ចូលទៅកន្លែងយើងបូមត្រីយើងកាច់ច្រើនដែរមិនទៅដល់កាច់ចុះកាច់ឡើងផ្លូវក្រូផ្លូវវាលស្រែអីទូចធំមួយច្រើនដែរតម្រុំដល់បន្ទាប់ពីយើងចាយពេលចង់ជិត1ម៉ោងឥឡូវយើងក៏បានមកដល់ទីតាំងកន្លែងបូមត្រីហើយប៉ុន្តែថាមកជួយចាប់ត្រីតែមកដល់គាត់ចាប់អស់ហើយបាត់ហើយហ្នឹងដោយសារគាត់ឆក់អាហ្នឹងមិនឆក់នេះទេណាគឺគាត់ឆក់ស្រះគាត់ទេដើម្បីយើងចាប់ត្រីស្រួលនេះត្រីមិនសូវបានច្រើនទេគាត់ថាបានត្រឹម10គីឡូបន្ទាប់មកយើងក៏រៀបចំកន្លែងដាក់ទឹកបដូរនិស្ស័យហើយក៏មានការញ៉ាំត្រីនិយាយពីនេះពីនោះបន្តិចបន្តួចហូបបាយហូបអីជាមួយបងតែឡើយនេះយើងក៏ចាប់ផ្ដើមដាក់ទឹកបដូរនិស្ស័យហើយយើងមិនក៏ជាតារាចម្រៀងតែឡើយមកស្ដាប់តារាចម្រៀងទាំងអស់គ្នាតារាចម្រៀងគិច្ចពន្ធពេលរស់ស៊ីពេលណាអរាមករែងទៅមកគ្រូស៊ីលបងទួញយំរស់ស៊ីលនៅមុំបងគ្រូស៊ីលនៅបន្ទាប់ពីយើងញ៉ាំអីហើយមកយើងក៏រៀបចំអីវ៉ាន់របស់របរជួយលើកបំពង់ដាក់កិច្ចយន្តដាក់អីអស់ហើយឥឡូវយើងក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅកន្លែងស្នាក់នៅរបស់យើងវិញអូខេ let's go បាទឥឡូវនេះយើងត្រឡប់ទៅទីក្រុងសិរីសភ័ណ្ឌវិញហើយបាទបងគាត់បានបាសមួយលីនេះគេយកកន្លែងបូមត្រីហើយវីដេអូយើងក៏មានអីទេគឺបញ្ចប់ត្រឹមហ្នឹងឯងបាយជួបគ្នានៅវីដេអូក្រោយ